សូមជូនរឿងថ្មោចចងកហេតុការណ៍នេះបានកើតនៅលើលោកអ៊ំម្នាក់ដែលនៅផ្ទះក្បែរខ្ញុំកាលនោះខ្ញុំគ្រាន់តែជាក្មេងអាយុ16ឆ្នាំហើយរៀននៅអនុវិទ្យាល័យតែប៉ុណ្ណោះថ្ងៃមួយខ្ញុំបានជួបរឿងដែលមិននឹកស្មានដល់នៅក្នុងភូមិរបស់ខ្ញុំហ្នឹងគឺនៅមានពូម្នាក់គាត់គឺជាពលករដែលមកពីប្រទេសថៃហើយគាត់ហ្នឹងបានចងកសម្រាប់ខ្លួនតាមពិតទៅផ្ទះគាត់ហ្នឹងគឺនៅមិនឆ្ងាយពីផ្ទះខ្ញុំប៉ុន្មានទេថ្ងៃដែលគាត់ចងកស្លាប់នោះខ្ញុំក៏បានទៅមើលសពរបស់គាត់ដែរឃើញថាសភាពគួរឲ្យខ្លាចមែនទែនភ្នែកឡើងលៀនធំអណ្ដាតចេញមកក្រៅធ្វើឲ្យខ្ញុំចាំមិនភ្លេចនោះទេខ្ញុំក៏ត្រឡប់មកផ្ទះវិញជាធម្មតាពេលកំពុងហូបបាយខ្ញុំឮយាយខ្ញុំនិយាយប្រាប់ខ្ញុំថាខ្មោចចងកអញ្ចឹងគេហាមមិនឲ្យក្មេងៗចូលទៅមើលជាដាច់ខាតហើយយាយខ្ញុំក៏បានសួរខ្ញុំថាតើចៅឯងមានបានទៅមើលអត់ខ្ញុំក៏ចាប់ផ្ដើមភ័យក្នុងចិត្តព្រោះខ្ញុំបានទៅមើលរួចហើយពេលនោះខ្ញុំក៏បាននិយាយកុហកយាយរបស់ខ្ញុំថាមិនបានទៅមើលទេយាយខ្ញុំថាល្អហើយ3ថ្ងៃក្រោយមកពេលល្ងាចខ្ញុំបានចេញពីសាលារៀនវិញម៉ោងប្រហែលជា5កន្លះខ្ញុំបានមកដល់ផ្ទះខ្ញុំក៏ចេញទៅមើលសន្ទូចនៅឯស្រែហើយផ្លូវដែលត្រូវទៅស្រែនោះគឺជាប់ទៅនឹងកន្លែងបូជាសពរបស់លោកពូខ្ញុំគិតក្នុងចិត្តថាថ្ងៃនេះត្រូវតែទៅសារសន្ទូចឲ្យហើយឈប់ដាក់សន្ទូចទៀតហើយខ្លាចជួបរឿងដែលមិននឹកស្មានដល់ព្រោះអីសន្ទូចរបស់ខ្ញុំដាក់តាំងពីមុនលោកពូក៏ចងកស្លាប់ម្ល៉េះរវល់តែខ្លាចមិនហ៊ានទៅស្រែអស់រយៈពេល2-3ថ្ងៃហើយទើបតែថ្ងៃនេះខ្ញុំដាច់ចិត្តទៅពេលខ្ញុំដើរទៅស្រែដូចជាគ្មានរឿងអ្វីនោះទេតែពេលទៅដល់ស្រែតម្រាំស្រែសន្ទូចហើយមេឃក៏ងងឹតឈឹងដូចជាចង់រកភ្លៀងមិនបងអងយូរខ្ញុំក៏ប្រញាប់ប្រញាល់រៀបចំត្រឡប់មកផ្ទះវិញពេលដើរតាមផ្លូវនៅសងខាងផ្លូវគ្មានផ្ទះអ្នកស្រុកនោះទេហើយខ្យល់បក់មកខ្លាំងព្រមទាំងមានសម្លេងផ្គរលាន់ព្រោះអីខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលល្មិចនោះទេចេះតែព្រឺរោមក្បាលខ្ញុំគិតឃើញតែពូម្នាក់ចងកសម្រាប់ខ្លួននោះពេលនោះខ្ញុំដើរបណ្ដាសុធម្មតាពេលដល់ព្រៃទួលដែលជាកន្លែងគេបូជាសពនោះខ្ញុំចាប់ផ្ដើមខ្លាចជាខ្លាំងខ្ញុំមានអារម្មណ៍ថាខ្ញុំដើរដូចហោះអញ្ចឹងព្រឺតាំងពីក្បាលរហូតដល់ចុងជើងស្រាប់តែពេលនោះខ្ញុំឮសំឡេងមនុស្សធ្លាក់ទៅលើដើមឈើនៅក្បែរនោះធ្លាក់ហើយធ្លាក់ទៀតទើបខ្ញុំដឹងថាប្រកាសជាខ្មោចឡងហើយតែយាយខ្ញុំធ្លាប់ប្រាប់ខ្ញុំថាបើត្រូវខ្មោចឡងកុំតន់អារត់ត្រូវដើរធ្វើជាធម្មតាហើយកុំខ្វល់អ្វីទាំងអស់បែបនេះវាលែងឲ្យហើយខ្ញុំក៏ដើរទៅមុខធម្មតាតែចិត្តវិញចង់តែរត់ទេស្រាប់តែបន្តិចក្រោយមកក៏ឮសំឡេងមនុស្សរត់ពីក្រោយខ្នងរបស់ខ្ញុំចម្ងាយប្រហែលជា50ម៉ែត្រពីខ្ញុំងាកមើលក្រោយម្ដងនេះម៉ែអើយគឺមកទាំងរូបស្រស់តែម្ដងប្រលឹងខ្ញុំស្ទើរតែចេញពីខ្លួនព្រោះខ្ញុំភ័យពេកគឺខ្មោចពូដែលចងកសម្រាប់ខ្លួននោះបានរត់ដេញតាមខ្ញុំពីក្រោយអត់មានជើងនោះទេខ្មោចនោះរត់ជិតដល់ខ្ញុំគឺគៀកនឹងខ្ញុំមែនតែនខ្ញុំរត់ផងស្រែកផងគឺស្រែកឲ្យគេជួយពេលជិតដល់ផ្ទះឪពុករបស់ខ្ញុំបានចេញមកប្របងផ្ទះព្រោះគាត់ឮសំឡេងខ្ញុំស្រែកហើយគាត់បានកាន់កាំបិតមួយនៅក្នុងដៃហើយគាត់ស្រែកសួរខ្ញុំថាកូនឯងកើតអីខ្ញុំរត់មកឪពុករបស់ខ្ញុំហើយនិយាយមិនចង់ចេញព្រោះភ័យខ្លាំងពេកក្រោយមកខ្ញុំក៏បានប្រាប់រឿងរ៉ាវនេះទៅក្រុមគ្រួសាររបស់ខ្ញុំពួកគាត់ក៏យកខ្ញុំទៅស្រោចទឹកភ្លាមតែម្ដងរឿងនេះគឺជារឿងពិតរបស់ខ្ញុំដែលខ្ញុំចាំមិនដែលភ្លេចរហូតដល់សប្តាហ៍ថ្ងៃសូមជូនរឿងខ្មោចទើបតែកកាលពី4ឆ្នាំមុនខែធ្លាក់ភ្លៀងខ្ញុំបានទៅឆ្លងកង្កែបហើយក៏បានដើរជ្រុលទៅដល់កន្លែងគេដុតខ្មោចដោយមិនដឹងខ្លួនពេលនោះខ្ញុំឮសំឡេងកង្កែបយំនៅនឹងមុខរបស់ខ្ញុំប៉ុន្តែមិនមានឃើញកង្កែបនោះទេខ្ញុំចេះតែដើរតាមសំឡេងនោះតាមរហូតដល់ភ្នោមួយតែខ្ញុំមិនបានដឹងថានោះជាភ្នោទេខ្ញុំក៏អង្គុយនៅលើភ្នោនោះហើយចំក្បាលភ្នោទៀត
ខ្ញុំងើយទៅលើឃើញមានអ្វីម្យ៉ាងនៅលើដើមកកោះរាងខ្មៅស្ទង់ស្ទង់ពេលខ្ញុំឆ្លុះពិលមើលទៅមិនឃើញមានអ្វីនោះទេតែពេលខ្ញុំដកពិលចេញមកវិញឃើញមានអង្រឹងមួយនៅលើដើមឈើខ្ញុំព្រឺក្បាលខ្ញាល់ចំណងហើយត្រជាក់មួយជំនាញខ្លួនពេលដើរចេញមកវិញខ្ញុំងាកក្រោយស្រាប់តែឃើញមនុស្សកំពុងតែឈរតែគ្មានក្បាលនោះទេដូច្នោះហើយខ្ញុំភ័យឡើងចង់រាកនោមខ្ញុំរត់គ្មានងាកក្រោយឡើយរហូតដល់ផ្ទះស្អែកឡើងខ្ញុំសួរចាស់គាត់ប្រាប់ថាភ្នូនោះគេទើបនឹងយកទៅកោះប្រហែលជាកន្លះខែនេះទេភ្នូថ្មីពេកអញ្ចឹងហើយបានជាខ្ញុំមិនដឹងសូមជូនរឿងខ្មោចប្រែខ្លួនជាកង្កែនៅក្នុងភូមិខ្ញុំពេលដែលមានភ្លៀងធ្លាក់គេតែងតែនិយមទៅឆ្លុះកង្កែបនៅតាមភ្លឺស្រែដើម្បីយកមកធ្វើជាអាហារដោយប្រើភ្លើងពិលកាលពីកំឡុងឆ្នាំ2000នៅយុគមួយពេលភ្លៀងធ្លាក់មានបរិសម្នាក់ឈ្មោះថាកុសលគាត់បានទៅឆ្លុះកង្កែបនៅយុគនោះគាត់បានចេញទៅតែម្នាក់ឯងក្រោមដំណក់ភ្លៀងស្រិចនៅទីវាលដែលគេហៅថាក្បោកគឺជាកន្លែងដែលគេយកសពទៅបូជាវាគឺជាព្រៃនៅក្រោយផ្ទះដែលមានស្រែនិងចម្ការគាត់បានដើរទៅដុំនោះក៏បានឃើញកង្កែបយ៉ាងច្រើននៅឯទូកក្បោកនោះពេលនោះគាត់រកបានកង្កែបច្រើនណាស់បន្ទាប់មកគាត់ក៏បានឃើញកង្កែបមួយយ៉ាងធំចម្លែកគាត់ក៏ដេញចាប់គាត់ចូលទៅកាន់តាគៀកង្កែបនោះកាន់តែធំទៅហើយក៏ចូលទៅព្រៃបាត់បន្ទាប់មកដូចជាមានឮសំឡេងគេឡើងដើមត្នោតគាត់ក៏លេចមើលទៅក៏ឃើញកណាត់សហោះឡើងពីគល់ត្នោតទៅលើចុងត្នោតពេលនោះគាត់មានអារម្មណ៍ភ័យយ៉ាងខ្លាំងដែលពីមុនមកគាត់មិនដែលខ្លាចអ្នកណាសោះជើងរបស់គាត់រន់ទាំងអស់គាត់ខំប្រឹងលូនទៅមុខដើម្បីរកយាយគាត់ដើម្បីឲ្យយាយគាត់ជួយដោយយាយគាត់ក៏ត្រូវបូជានៅទីនោះដែរគឺនៅសល់តែភ្នូប៉ុណ្ណោះគាត់ក៏លូនបន្តរហូតដល់ផ្ទះដោយមុតបន្លាពេញខ្លួនទាំងអស់លុះដល់ផ្ទះអ្នកផ្ទះគាត់ក៏ទៅនិមន្តព្រះសង្ឃនិងតាអាចារ្យមកសូត្រមន្តឲ្យគាត់លុះព្រឹកឡើងគាត់ក៏បានធូរស្រាលឡើងវិញរឿងនិទានដែលខ្ញុំបានលើកយកមកអធិប្បាយនៅពេលនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ